តែសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបតឡាម៉ាស៊ីនអ៊ុតជាន់ជើង4ទឹកកន្លះឥឡូវយើងហែកថ្មីតឡើងមកទីទូទៅបងប្អូនហែកអប់វាមកហើយវាឃើញមួយឈុតរបស់ម៉ាស៊ីនអញ្ចឹងឯទូម៉ាស៊ីនយើងលើកដាក់មកកន្លែងសិនមកខ្ចៅអានេះដងរបស់ម៉ាស៊ីនរបស់យើងហើយបងប្អូនដកកេះស្នោចេញមកវាមានឃើញជើងរបស់ម៉ាស៊ីននៅក្នុងកេះស្នោហ្នឹងបន្ទាប់មកយើងរកសោចាក់ខ្ចៅចេញមកយើងរកខ្ចៅ2នេះខ្ចៅវាមាន2នេះយើងសនុកចាប់ជាមួយជើងជន់យើងយកមូផ្លោះនេះហើយនៅក្នុងហ្នឹងក៏វាឲ្យសោមកយើងមកគ្រាប់ដែរសម្រាប់មូសោតាន់ឥឡូវយើងមូខ្ចៅវាបានហើយប៉ុណ្ណឹងយើងយកប្រឡោះនេះសកចូលរុនខ្ចៅយើងមកញុកចូលសងខាងមកឲ្យខ្ចៅយើងចូលក្នុងរុនហ្នឹងទៅយើងអាចជន់ជើងបានហើយយើងមកមូមកទាហៀងទៀតមកហើយដល់ពេលយើងមូអាហ្នឹងហើយយើងអាចត្រឡប់មកមើលខាងនេះបានខាងនេះវាមានជ័រសម្រាប់ទប់លំនឹងកុំឲ្យយើងដាក់លើការ៉ូអីចឹងទៅវាល្អិលចឹងបើយើងដាក់ជ័រនេះទៅវាអត់ល្អិលទេហើយវានឹងខាំជាប់នៅមួយកន្លែងចឹងហើយមួយទៀតយើងចាប់ផ្ដើមលើកសសររបស់ម៉ាស៊ីនយើងឡើងមកហើយបើយើងអត់ចង់ឲ្យវានេះទេប្រឡងនេះយើងសម្រាប់រឹតសម្រាប់អាហ្នឹងឲ្យរឹតនៅជាប់មួយកន្លែងហើយបងប្អូនតឡើងត្រូវការមានសោលេខ17មកគ្រាប់ស្នុកយើងរឹតប្រឡងវាជាដំបូងយើងកុំរឹតប្រឡងក្រោយហ្នឹងឲ្យតឹងជើងសំខាន់យើងសម្លឹងមើលទូម៉ាស៊ីនរបស់យើងឲ្យវាត្រង់ក៏អត់បើវាត្រង់ហើយចាំយើងរឹតប្រឡងហ្នឹងបតឹងវាចោលទៅហើយបន្ទាប់មកយើងលើកម៉ាស៊ីនយើងដាក់មកប្រឡោះម៉ាស៊ីនវាមានប្រឡោះខ្ចៅវាចាប់ចូលក្នុងហ្នឹងហើយប្រឡោះខ្ចៅចាប់សងខាងជើងវាហើយតបមកយើងយកសោលេខ17នេះ17ប្រឡងលេងហ្នឹងទៅហើយដល់ពេលដល់វគ្គនេះបងប្អូនយកទៅប្រកាសជាឃើញរបស់4គ្រាប់ហ្នឹងហើយអាម្សៅហ្នឹងយើងដាក់នៅក្នុងម៉ាស៊ីនជាយើងដាក់ក្នុងនឹងម៉ាស៊ីនអញ្ចឹងយើងចោលប្រឡោះនេះតិចមកអាម្សៅហ្នឹងយើងក៏ដាក់ក៏បានដែរយើងញុកចូលប្រឡោះនេះឲ្យអាជាន់ហ្នឹងនៅក្រោមទីហើយកាក់យើងទ្រាប់ពីលើក្បាលវាមូប្រឡងចូលហើយបន្ទាប់មកយើងមើលដែកនេះមួយទៀតដែកមួយនេះយើងសោកពីក្រោមនេះសោកពីក្រោមមកពុកនៅក្រោមជើងវាមានប្រហោងវាមានកលាក់តាក់វាហ្នឹងហើយយើងមើលអាពុកនេះតពុកនេះធ្វើម៉េចឲ្យចូលប្រឡោះក្នុងប្រឡោះប្រហោងម្សៅយើងតាក់ម្សៅហ្នឹងតាក់បានហើយបើយើងចង់ថាប្រប៉ុណ្្នឹងវាជាប់អត់ទាន់ត្រូវយើងអាចរឹតហើយបងប្អូនយើងរឹតអាហ្នឹងហើយយើងអាចមើលអានេះសម្រាប់ថត្រអីវ៉ាន់របស់យើងហើយក៏វាមានមកប្រទេសមួយទៀតសម្រាប់យើងចាប់ទុកត្រយវ៉ាន់យើងចាប់ហើយចង់
ម៉ាស៊ីនយើងចាប់ផ្ដើមហើយ 100% ហើយយើងអាចជន់បានពុតបានវីដេអូមានតែប៉ុណ្្នឹងបងប្អូនបាទ